section នេះខ្ញុំចង់ឲ្យបងទាំងអស់គ្នាអនុវត្ត design ទៅលើ app មួយឈ្មោះថា Bookme Plus as possible មានន័យថាបងអាច design តាមអ្វីដែលបងអាចធ្វើទៅបាន10 screen 20 screen នេះចឹងទៅដោយសារអញ្ចឹងខ្ញុំនឹងបរៀននៅចំណុចមួយចំនួនដែលអត់អាចទៅរួចវាពិបាកអីចឹងណាអញ្ចឹងខ្ញុំសូមបង្ហាញពាក់ព័ន្ធជាមួយនឹងចំណុចកន្លែងនេះបន្តិចគឺរបៀបធ្វើម៉េចគឺពណ៌ដែលបដិញគ្នាអញ្ចឹងកន្លែងហ្នឹងបើយើងគិតទៅវាមិនជាប្របាយប្រហែលនេះគាត់ថាខ្ញុំសូមលាយពណ៌ខ្ញុំបង្កើតពណ៌តិចតិចចេះមួយមកយើងដាក់គៀននេះតោះមកយើងឆក់ពណ៌ក៏ប៉ុន្តែវាប្រហែលជាខ្ញុំគិតថាគេប្រើពណ៌របៀប branding របស់គេអញ្ចឹងខ្ញុំសូមប្រើ branding របស់គេតែម្ដងទៅស្រួលកុំឲ្យពិបាកនេះខ្ញុំប្រើឈុំនេះតូចល្មមទេបានហើយធំពេកហើយអានេះខ្ញុំអាចឆក់ពណ៌នេះខ្លះខ្ញុំខ្លាចខុសអូខេខ្ញុំសាកcreate ទៅលើ effect ហើយខ្ញុំយក layer blur ហើយយើងអាចចាប់ផ្ដើមកំណត់ទៅលើ blurទៅលើ blur បានឃើញទេអញ្ចឹងមានន័យថាយើងអាចដាក់ blur អញ្ចឹងបានហើយប៉ុន្តែយើងអាចទាញឲ្យវាធំអីអញ្ចឹងទៅធំយើងនឹងតិចអញ្ចឹងអីហ្នឹងទៅអញ្ចឹងវាចូលគ្នាហើយអញ្ចឹងយើងអាចដាក់វាថែមទៀតទៅពេលយើងបរិកាន់តែធំយើងត្រូវការដាក់វាថែមអូខេខ្ញុំថាប៉ុណ្្នឹងចុះកុំឲ្យច្រើនពេកគេយើងដាក់សេរីប៉ុណ្ណឹងអូខេតើខ្ញុំអាចគូ rectangle មួយយើងដកឆ្វេងស្នាម16អញ្ចឹងមកហើយយើង align កណ្ដាលយើងយកវា16ហើយយកវាពណ៌សអូខេអញ្ចឹងនឹងបងសេរីទៅព្រោះខ្ញុំមិនដឹងថាគេយកពណ៌អីខ្លះមកលាយតែយើងពណ៌ស្ទៀងតាមយើងទៅអញ្ចឹងនៅក្នុង section ហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងខ្ញុំសង្ឃឹមថាយើងជួបគ្នា section ក្រោយបងអាច design ហើយសម្រាប់ icon នេះខ្ញុំគិតថាបងអាចទៅយក icon ចេញពីនេះក៏បានដែរអូខេ thank you